មាសងេមុំកលយានបងរកគ្មានស្រីឯណាអើយសំដូចជីវ៉ាក្លិនក្រអូបមេក្រអែបអាយបបពេមាសឆ្អិនឆ្អៅដនត្រីនៅថ្នាក់ឈមឆាយពសាច់សនដែកបាយសំនេត្រាងេដូចនិលឆ្នៃគ្រានេះងេបងនឹងពើស្រីឆោមឆ្លៅគប់ចិត្តក្រៃនឹងរួងភីសម័យក្នុងជាតិនេះអត់ក្លៀតក្លេបងសូមសច្ចាចិត្តស្ម័គ្របមិត្តអត់ងាកងាលុកគ្រីសៃជន់មីសូមសោភាងជឿចិត្តចុះបុពេបងសន្យានឹងអូនថាទោះបីជាមេឃរលំភ្នំរលាយឧបសគ្គច្រើនប៉ុណ្ណាក៏ដោយក៏បងនៅតែខំប្រឹងតស៊ូដើម្បីអូនតែម្នាក់គត់ណាបុពេចាបង អូនត្រូវថែរក្សាខ្លួនហើយពេលដែលអូននៅផ្ទះមើលផ្ទះផងទៅនៅ ចា៎ មួយរយៈទៀតបងក៏មិនដឹងដែរថា
នឹងមានរឿងអ្វីកើតឡើងប៉ុន្តែមានសម្បត្តិសាបងលឺកន្លែងការងារយើងគាត់ដូចជាមានសម្បត្តិស្ញាសម្បត្តិសាផ្ញើមកឲ្យបងក៏មិនដឹងដែរថាសម្បត្តិនោះគឺជាសម្បត្តិអ្វីបងតន្ត្រីខ្ញុំគឺជាស្រីដែលនៅក្នុងរបាំងការពារពីមេបាអូនសូមចិត្តបងតែម្យ៉ាងប៉ុណ្ណោះសូមបងកុំធ្វើឲ្យអូនហូរទឹកភ្នែកឈឺចាប់ពីសេចក្តីស្នេហានេះឯណាតែពេលនេះបេះដូងរបស់អូនគឺប្រកល់ជូនបងអស់ទៅហើយចំពោះរឿងនេះអូនកុំព្រួយអីណាបងសន្យាបេះដូងបងនេះប្រកល់ជូនអូនអស់ហើយអូនណាទៅបងនិយាយលេងតាបេះដូងបងនេះប្រកល់ជូនអូនតែមួយគត់ណាតន្ត្រីនេះគឺជារាជសារដែលផ្ញើមកពីពុយរ៉ូអរគុណណាស់សម្លាញ់យើង Resident Raphael សូមបញ្ជាឲ្យលោកមនោតន្ត្រីចេញទៅបម្រើការងារនៅកំពង់ទឹកមួយរយៈជាបន្ទាន់ថ្ងៃទី23 December 1912 Resident Raphaelអូរាជសាររឿងស្យ៉ាងព្រៃនាងមកប្រឡ័យក្តីសុំខ្ញុំហើយក្តីសុំខ្ញុំហើយចិត្តនឹកស្មានថាបានលហើយឡើយជុំដេញឡើងកម្មតាមើពងរត់ឲ្យប្រឹងប្រពីគូសង្សារឲ្យខ្ញុំឃ្លាតនៅទាំងទ្រង់ក្រំគ្រាបបេអូនពេលនេះបងត្រូវឃ្លាតអូនដើម្បីទៅបំពេញការងារសិនហើយបងក៏មិនដឹងថាពេលណាតែបងត្រឡប់មកវិញដែរការងារមួយនេះបងពិតជាពិបាកបកាយខ្លាំងណាស់មិនអីទេបងការងារបម្រើប្រទេសជាតិគឺជារឿងសំខាន់ប៉ុន្តែរឿងដែលសំខាន់នោះគឺបងត្រូវថែរក្សាខ្លួនឲ្យល្អផងណាខ្លាចក្រែងមានជំងឺឈឺថ្កាត់អីមកបៀតបៀនបងណាអូនដូចគ្នាណានៅផ្ទះថែរក្សាខ្លួនឲ្យល្អហើយពេលដែលបងមិននៅកុំលួចមានថ្មីចោលបងណាអូនដឹងហើយឡើងបងលាអូនសិនហើយណាថែរក្សាខ្លួនផងណាបង
បាត់ចកណ្ដាលផ្លូវហើយណាឯងមើលណោភ្នំស្រស់ស្អាតផងណាឯងមើលផ្កាមួយដុំណោស្អាតណាស់ ពិតជាស្អាតមែន